សួស្តីបងប្អូនដល់ឥឡូវយើងមកទៀតវីដេអូយើងតែសប្បាយៗដល់គ្នាតោះបងប្អូនទស្សនានៅផ្សារវត្តសំភីផ្សារនេះអត់សូវធំហ្មងមកល្មមបងប្អូនគាត់នៅផ្ទះចិត្តៗហ្នឹងណាគាត់ព្រឹកឡើងក៏ល្ងាចឡើងគាត់មកទិញម្ហូបចឹងទៅបាទទិញបន្លែត្រីសាច់ចឹងទៅបាទមានលក់ច្រើនហើយធម្មជាតិទៀតក្នុងភូមិយើងបាទពិសេសមានបន្លែមានត្រីសាច់ចឹងទៅបាទពូនេះគាត់ធ្វើមុខស្អុយបាទខ្ញុំទិញថតបាទអូខេហើយតានេះឃើញអ្នកមិញគាត់កំពុងតែស្រាយបាទស្វាយទុំបងប្អូនថ្ងៃនេះបាទមានពៀនចឹងទៅធម្មជាតិបងប្អូនយើងបន្លែធម្មជាតិនៅខាងផ្សារវត្តសំភីណាបាទត្រីក៏ធម្មជាតិដែរបាទអញ្ចឹងបងប្អូនមាននៅចិត្តហ្នឹងអញ្ជើញមកទិញបានណាបាទនេះមួយមិញនេះមួយឆាខ្វៃព្រលឹមឡើងទិញគាត់ហើយស្វាយទុំមានគូឆ្មាមានស្អំបាទជីនំវ៉ាអញ្ចឹងទៅបាទនេះពីខាងឆ្វេងណាខ្ញុំគឺលក់មន់លក់អីទៅនេះលក់នំប៉័ងនេះមួយបាទឆាខ្វៃបាទមានគ្រឿងត្រូវផ្លោកកូផ្លោអីទៅបាទមានច្រើនជាបងប្អូនដែលនៅចិត្តហ្នឹងគឺយើងមានផ្សារចិត្តចឹងស្រួលទេស្រួលធ្វើម្ហូបធ្វើអាហារញ៉ាំពេលល្ងាចពេលថ្ងៃទៅជីបលដូបាទហើយថ្ងៃនេះមិនសូវមនុស្សច្រើនហ្មងដោយសារតែផ្សារទឹកមនុស្សច្រើនហើយនឹងពិសេសថ្ងៃសិលណាពួកក៏មកទិញច្រើនណាស់បាទផ្សារវត្តសំភីបាទនៅខាងខេត្តបាត់ដំបងយើងផ្សារនេះគឺធំមកនេះមកល្មមបងប្អូនយើងដើរផ្សារស្រួលណាបាទអត់ស្អីញ៉ាំផ្សារធំទៅក៏មកដើរទិញអីដែរណាបាទផ្សារទៅយើងលក់សពគ្រប់អញ្ចឹងបាទមានត្រីងៀតអញ្ចឹងទៅបាទមានច្រើននេះតែស្វាយតំណងចង់ហូបបងប្អូនយើងបាទអូមានលក់នំចេកនំส้มជ្រូកនំគមមានសាច់ជ្រូកអញ្ចឹងទៅបាទអញ្ចឹងក៏លក់សពមុខដែរនៅផ្សារវត្តសំភីនេះបាទច្រើនបន្លែត្រីសាច់បាទអ៊ីពូអាជីវករលក់ដូរសប្បាយចិត្តណាបាទដាច់ណាបាទអរគុណហើយបងប្អូនទស្សនាវីដេអូខ្ញុំបានកុំភ្លេចណាបាទជួយ Subscribe បាទជួយ Channel YouTube របស់ខ្ញុំបាទធាងរ៉ាឌីយ៉ូបាទមិនដៃបងមកទេបងប្អូនបាទមិនណោះអូខេបាទវីដេអូមានតែប៉ុណ្្នឹងបាទឆ្លាញ់បាទជួយឲ្យកណ្ដឹងអ្នកមួយមក Subscribe អ្នកមួយណាបងប្អូនយើងបាទអូខេជួបគ្នាវីដេអូក្រោយបាទសប្បាយយប់ខ្ញុំបាទធាង MC ជម្រាបលាបាយ